Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃសម្រាប់ក៏បានយកខោអាវនិងមុងភួយដែរនៅកន្លែងសម្រាប់យកទៅបោកបងប្អូននៅក្នុង comment តែងតែ comment សួរខ្ញុំថាតើនៅធ្វើការនឹងអត់ត្រឡប់ទៅផ្ទះវិញទេឬអីអ្នកណាក៏ចង់ត្រឡប់ទៅផ្ទះដែរបងប្អូនព្រោះអីយើងមិនមែនជាស្រុកប្រទេសរបស់យើងអញ្ចឹងតែងតែគិតតែចង់ទៅណាប៉ុន្តែឥឡូវស្ថានភាពវាតឹងតែងក៏បន្តនៅធ្វើការធម្មតាកន្លែងខ្ញុំធ្វើការក៏អត់មានបញ្ហាដែរគឺយើងនៅក្នុងកន្លែងក្រុងអញ្ចឹងគឺយើងធ្វើអត់មានរឿងអីនឹងមានបញ្ហាតកែក៏គាត់ស្រួលដែរគាត់អត់មានបាននិយាយពីរឿងអីទេប៉ុន្តែបើនិយាយពីរឿងចិត្តខ្ញុំវិញចង់ទៅតាំងពីយូរណាបើថាមានពេលមានឱកាសហ្នឹងអ្នកណាក៏ចង់ត្រឡប់ទៅផ្ទះអញ្ចឹងដែរប៉ុន្តែធ្វើម៉េចបើយើងមិនទាន់នឹងមានឱកាសនឹងទៅបានខំប្រឹងធ្វើការងារបន្តទៅទៀតទៅគុំតែមានថ្ងៃណាមួយគឺយើងត្រូវតែត្រឡប់ទៅវិញព្រោះឥឡូវស្ថានភាពវាមិនល្អប្រសើរអញ្ចឹងយើងក៏បន្តទៅធ្វើការធម្មតាណាមួយកន្លែងខ្ញុំធ្វើការក៏វាអត់មានបញ្ហាអញ្ចឹងទៅក៏ចេះតែនៅបន្តធ្វើការទៅលេងសិនទៅបងប្អូនដែលបានត្រឡប់ទៅផ្ទះហើយក៏គាត់ហើយស្រួលគាត់បានត្រឡប់ទៅផ្ទះហើយក៏ផុតទៅអ្នកនៅក៏ចេះតែមានបញ្ហាហ្នឹងក៏មនុស្សយើងម្នាក់ៗក៏តែងតែមានបញ្ហារៀងៗខ្លួនហ្នឹងអ្នកខ្លះចឹងអាចត្រឡប់ទៅវិញបានចឹងទៅក៏អ្នកខ្លះក៏មិនទាន់នឹងមានឱកាសហ្នឹងទៅបើនិយាយពីរឿងចិត្តហ្នឹងមានអ្នកណាចង់នៅស្រុកគេទេបងប្អូនគឺចង់ទៅនៅជួបជុំគ្រួសារនឹងផ្ទះយើងវិញចឹងនៅស្រុកគេនៅឆ្ងាយស្រុកឆ្ងាយស្រែឆ្ងាយបងប្អូនម៉ែឪវាមិនងាយស្រួលទេវាគ្មានអីការងារជាងយើងបានរស់នៅស្រុកប្រទេសរបស់យើងទេវាកក់ក្ដៅនិងមានក្តីសុខជាងយើងនៅប្រទេសគេប៉ុន្តែធ្វើម៉េចវាជីវភាពយើងត្រូវតែចំណាក់ស្រុកមកនៅស្រុកគេចឹងហើយយើងក៏ចេះតែស៊ូទ្រាំរស់នៅគុំតែមានថ្ងៃណាមួយគឺយើងមានឱកាសគឺយើងអាចត្រឡប់ទៅនៅស្រុកយើងវិញកន្លែងណាដែលយើងនៅមានក្តីសុខក៏យើងខំព្យាយាមធ្វើការងារហ្នឹងឲ្យបានល្អពេលដែលយើងមានឱកាសគឺយើងអាចត្រឡប់ទៅស្រុកកំណើតយើងវិញហ៎បងប្អូនស៊ូឡើងទាំងអស់គ្នាអ្នកដែលនៅស្រុកគេនិងអ្នកនៅស្រុកកំណើតគឺខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នាជម្រាបលាបងប្អូនទាំងអស់គ្នាសុខសប្បាយ